សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងចូលដល់ចំណុចទី2បន្តមកទៀតចំណោទទី2ពូសំលក់ស្រូវលើកទី1បាន 1.250 តោនលើកទី2បាន 2.550 តោននិងនៅលើកទី3បាន3តោនតើគាត់លក់ស្រូវសរុបបានប្រមាណតោនអញ្ចឹងនៅពេលដែលគេរកសរុបមានន័យថាលេខហ្នឹងធ្វើប្រមាណវិធីអីគេកូនចាអញ្ចឹងលេខហ្នឹងគឺធ្វើប្រមាណវិធីបូកអញ្ចឹងកូនអាចរកចំនួនឬក៏រកទម្ងន់ក៏បានដែរកូនអ្នកគ្រូដាក់ថែតាមចំណុចរកទម្ងន់ស្រូវសរុបចាដែលយកលើកទី1មាន 1.250 តោនបូកនឹងលើកទី2 2.550 តោននិងលើកទី3មាន3តោនចាអញ្ចឹងកូនធ្វើមកវិធីមើល 1.250 បូកនឹង 2.550 បូកជាមួយនឹង3អញ្ចឹងអ្នកគ្រូរំលឹកឲ្យវិញការបូកចំនួនទស្សភាគកូនធ្វើមិនដាក់វាឲ្យត្រូវខ្ទង់កាលណាដាក់ខុសខ្ទង់គឺលេខកូនខុសហើយអញ្ចឹង0 10សិលេខ0ថាទុក1 8.56អញ្ចឹងចម្លើយកូនឃើញមែន 6.800 តោនចាអញ្ចឹងកូនអាចឆ្លើយបានឆ្លើយថាទម្ងន់ស្រូវសរុបគឺ 6.800 តោនចាអញ្ចឹងកូនចូលដល់ចំណោទទី3កណនីប្រវែងពី A ទៅ A អញ្ចឹងគេមានមួយខ្សែចេះគេអត់មានរៀបរាប់សរសេរអក្សរណាកូនគេមានរូបភាពឲ្យកូនពី A មក A សំទោសពី A មក B គឺមានមួយចំណុចពីចំណុច A មកចំណុចមួយនេះមាន 5.24 មកកលៈទៀតមាន 2.85 គីឡូម៉ែត្រមកកលៈទៀតមាន 3 គីឡូម៉ែត្រនិងមួយកលៈទៀតមាន 4 គីឡូម៉ែត្រអញ្ចឹងដើម្បីរកពីចំណុច A រហូតដល់ B នេះគឺកូនយកចំណុចទាំងអស់បូកចូលគ្នានោះកូននឹងឃើញប្រវែងពី A ទៅ B ហើយអញ្ចឹងកូនដាក់ថាគណនាប្រវែងផ្លូវពី A ទៅ B ដែលមាន 5.24 គីឡូម៉ែត្របូកនឹង 2.85 គីឡូម៉ែត្របូកនឹង 3 គីឡូម៉ែត្របូកជាមួយនឹង 4 គីឡូម៉ែត្រចាកូនសាកបូកចូលគ្នាមើល 5.24 បូកនឹង 2.85 បូកមក 9 10សិលេខ0ត្រូវទុក1 7 8ហើយចាំយក 8.09 នេះបូកជាមួយនឹង3បូកជាមួយ4អញ្ចឹងកូនបំពេញខ្ទង់មក9 0ចុចទម្លាក់មក8បូក3 11 11បូក4 15អញ្ចឹងឃើញ 15.09 ចឹងហ៎កូនចា15.09 គីឡូម៉ែត្រអញ្ចឹងកូនអាចឆ្លើយថាប្រវែងផ្លូវពី A ទៅ B គឺ 15.09 គីឡូម៉ែត្រ